បាទជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងទីប៉ុនអស់គ្នាផងដែរបាទហើយថ្ងៃនេះខ្ញុំយកករណីដែលមានបងប្អូនយើងដែលគ្នាហៅមិត្តភ័ក្តិមកច្រៀងរាំផឹកស៊ីសាច់អាំងអីចឹងបាទនៅក្នុងអាគារផ្ទះគេផ្ទះជួលអាផាតមិនអីចឹងបាទអញ្ចឹងនៅជប៉ុនច្បាប់គេគឺទៅត្រឹមម៉ោង9ម៉ោង10យប់ហ្នឹងគឺគេដល់ម៉ោងចូលសម្រាប់អីចឹងគេអត់ចង់ឲ្យមានសម្លេងរំខានឬក៏ក្ដុំក្ដាំងឬក៏មានការលងអឡាអីប៉ះពាល់ដល់អ្នកចិត្តខាងឯបាទហើយជាពិសេសគឺប៉ះពាល់ដល់ប៉ូលីសចឹងបាទជាទូទៅគឺគេរាយការណ៍ទៅប៉ូលីសហើយប៉ូលីសមកលើកទី1ហ្នឹងគឺជាការពមៀនឬក៏គេឲ្យកាតលឿងឬក៏ណែនាំអីចឹងបាទអញ្ចឹងតែមានដល់ការលើកទី2អីគឺគេអាចនឹងចាប់យកទៅប៉ុស្តិ៍ឬទៅពិន័យយកទៅអីចឹងបាទអញ្ចឹងទី2ហ្នឹងគេហៅកាតក្រហមហើយមួយទៀតតាក់ទងនឹងករណីដែលយើងហៅគ្នាយើងឬក៏មិត្តភ័ក្តិអីអ្នកផ្សេងក្រៅពីអ្នករស់នៅក្នុងផ្ទះហ្នឹងគឺតាមតំបន់ខ្លះផ្ទះជួលខ្លះអាប៉ាតមិនខ្លះគឺគេហាមអត់ឲ្យអ្នកដទៃចូលទេបាទអញ្ចឹងគួរតែប្រយ័ត្នតែចំណុចហ្នឹងផងហើយចូលក៏ចូលទៅខ្ញុំមិនថាឲ្យបានទេតែឲ្យយើងចេះប្រយ័ត្នចេះអីគេផងហើយមួយទៀតយើងផឹកស៊ីយើងសាច់អាំងជក់ប្រៃអីនៅក្នុងផ្ទះខ្លួនឯងវាមិនអីទេក៏ប៉ុន្តែយើងគួរតែគិតថាបាទកុំឲ្យប៉ះពាល់មានផ្សែងមានក្លិនមានអីដល់អ្នកចិត្តខាងហើយមួយទៀតប្រយ័ត្នប្រយែងភ្លើងទៀនអីចឹងបាទកុំឲ្យឆេះឬក៏កុំឲ្យប៉ះពាល់ដល់គីភ័យដល់ផ្ទះជួលឬក៏អាផាតមិនផងគេចឹងបាទអញ្ចឹងបើយើងឆេះទៅវានឹងបង្កទៅជាការសងធានារ៉ាប់រងឬក៏ការចំណាយជួសជុលអីផ្សេងច្រើនទៀតចឹងបាទអញ្ចឹងយើងប្រយ័ត្នប្រយែងអស់គ្នាផងបាទអញ្ចឹងគ្នាយើងដែលហៅអ្នកដទៃមកឬក៏ជក់បរិយឬក៏អាំងសាច់អីនៅក្នុងផ្ទះហ្នឹងគួរតែប្រយ័ត្នប្រយែងផងបាទអញ្ចឹងអរគុណចាំតែមានការខ្វះខាតអីសូមជួយណែនាំផងបាទ